ដំណឹងល្អសម្រាប់បាល់ទាត់កម្ពុជានិងអ្នកគាំទ្រកម្ពុជាបើសិនជារឿងមួយនេះកើតឡើងមែនឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្តខ្សែការពារដ៏លេចធ្លោរបស់ប្រកាន់រាជស្វ័យរៀងអូដាវ៉ារ៉ាតាកាឈីទទួលយកប្រសិនបើមានឱកាសលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាតែមិនមែនជាការងាយស្រួលទេសម្រាប់កីឡាករបរទេសម្នាក់ៗដែលអាចលេងរហូតដល់5ឆ្នាំក្នុងប្រទេសតែមួយក្នុងបទសម្ភាសន៍កីឡាករអូដាវ៉ារ៉ាតាកាឈីបានលើកឡើងថាខ្លួនតែមើលការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាប់តាំងពីគេមកលេងនៅទីនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានការប្រែប្រួលគួរឲ្យកត់សម្គាល់បើប្រៀបធៀបពេលដែលគេទើបមកដល់រដូវកាលដំបូងលោកគេបានបន្តទៀតថាខ្ញុំគិតថាជាកំណត់ល្អដើម្បីក្លាយជាកីឡាករចូលទៅជាតិប៉ុន្តែនាពេលអនាគតខ្ញុំគិតថាត្រូវមានកីឡាករល្អៗច្រើនទៀតរឿងដែលល្អគឺត្រូវអភិវឌ្ឍកីឡាករក្នុងស្រុកឲ្យបានច្រើនដើម្បីជម្រើសជាតិលោកគេបានបន្តទៀតថាក្នុងនាមជាកីឡាករគោលដៅធំបំផុតនៅក្នុងអាជីពគឺចង់លេងឲ្យជម្រើសជាតិប្រសិនបើមានលទ្ធភាពអាចចូលទៅជាតិខ្ញុំអត់ប្រកែកទេខ្ញុំចង់ក្លាយជាកីឡាករជម្រើសជាតិកម្ពុជាដែរប៉ុន្តែនៅពេលនេះខ្ញុំមិនអាចនឹកស្រមៃដល់រឿងអនាគតទេទោះបីនៅជាង1ឆ្នាំទៀតខ្ញុំមិនដឹងថាតើនឹងមានអ្វីកើតឡើងឡើយដូច្នេះមានតែរងចាំមើលតើបងប្អូនយល់យ៉ាងណាដែរសូមខមមិននៅខាងក្រោមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ